ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនឲ្យមកស្គាល់រុក្ខជាតិមួយបែបទៀតគឺជាស្មៅទឹកដោះពុកម៉ែបងប្អូនណាលក្ខណៈពិសេសនៃស្មៅទឹកដោះនេះពុកម៉ែបងប្អូនគឺការលូតលាស់របស់វាភាគច្រើនគឺនៅតំបន់ទំនាបឬក៏ខ្ពង់រាបឬក៏តំបន់ដែលមានដីខ្សាច់ការលូតលាស់និងការដុះរបស់វាគឺចាប់ផ្ដើមនៅដើមរដូវពុកម៉ែបងប្អូនហើយកម្ពស់របស់វាគឺកម្ពស់ចាប់ពី20ទៅ40សង់ទីម៉ែត្រលក្ខណៈពិសេសនៃស្មៅទឹកដោះនេះពុកម៉ែបងប្អូនគឺពេលដែលយើងកាច់ខាំងវាឬក៏ស្លឹកវាពុកម៉ែបងប្អូនគឺវាជីងជួរសដូចជាទឹកដោះអញ្ចឹងពុកម៉ែបងប្អូនក្នុងសុទ្ធបុរាណខ្មែរគេយកទៅប្រើប្រាស់គឺសម្រាប់ព្យាបាលជំងឺរាគមូលឬក៏រាគមិត្តបញ្ហាផ្លូវដង្ហើមជួយសម្រួលការបញ្ចេញទឹកដោះស្ត្រីបំបៅកូនប៉ុន្តែបើសិនជាពុកម៉ែបងប្អូនឃើញខ្ញុំបង្ហាញហើយមុននឹងពុកម៉ែបងប្អូនយកទៅប្រើប្រាស់សូមពុកម៉ែបងប្អូនណាពិភាក្សាជាមួយនឹងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិពុកម៉ែបងប្អូនក្រែងពុកម៉ែបងប្អូនយកទៅប្រើប្រាស់ទៅខ្លាចពីមានបញ្ហាដល់សុខភាពឬក៏អាចពុលដោយសារពុកម៉ែបងប្អូនមិនដឹងអំពីកម្រិតនៃការប្រើប្រាស់ពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូននៅពេលដែលពុកម៉ែបងប្អូនយកទៅប្រើប្រាស់ដូចខ្ញុំជម្រាបខាងលើអញ្ចឹងត្រូវតែពិភាក្សាជាមួយនឹងចាស់ព្រឹទ្ធាចារ្យដែលគាត់ធ្លាប់ប្រើប្រាស់ឬក៏គ្រូឬក៏អ្នកជំនាញផ្នែកឱសថបុរាណដែរពុកម៉ែបងប្អូនអញ្ចឹងលក្ខណៈទូទៅនៃដើមស្មៅទឹកដោះនេះពុកម៉ែបងប្អូនផ្ការបស់វារាងកញ្ចុំបាទមានពណ៌សលាយពណ៌ផ្កាឈូកទងផ្កាមានពណ៌បៃតងខ្ចីហើយស្លឹករបស់វាមានពណ៌បៃតងលាយក្រហមម៉ែងនិងដូចជាធ្មេញរណាសម្រាប់ដើមរបស់វាមានពណ៌បៃតងលាយក្រហមត្នោតពុកម៉ែបងប្អូនណាបាទលាយក្រហមត្នោតហើយតាក់ទងនឹងដើមនេះដែរពុកម៉ែបងប្អូនវាងាយស្រួលដុះមែនទែនគឺភាគច្រើនដុះនៅតាមរបងផ្ទះសួនច្បារឬក៏ក្បែរព្រៃរនាមផ្សេងឬក៏នៅតាមផ្លូវឬដុះលេីឡំជាមួយនឹងរុក្ខជាតិផ្សេងពុកម៉ែបងប្អូនណាហើយនេះជាលក្ខណៈពិសេសពុកម៉ែបងប្អូនមើលនៅក្នុងវីដេអូនេះបន្ថែមគឺពុកម៉ែបងប្អូនបើចង់ប្រើប្រាស់អីផ្សេងពុកម៉ែបង